ខ្សែក្រវ៉ាត់កុងសៀលគឺជាប្រភេទខ្សែក្រវ៉ាត់ដែលធ្វើឲ្យបំផុតនិងឃ្នបមិនបង្ហាញនៅផ្ទៃក្រៅពីព្រោះវាមានស្ថាប័នពិសេសមុខងាររបស់ឌុបស្វផ្នែករឹតខ្សែក្រវ៉ាត់ដែលមានអង្កត់ផ្គប់គ្នាជាចំណែកសំខាន់ដែលបំពេញដល់ការបិទនិងបើកខ្សែក្រវ៉ាត់ជាធម្មតាខ្សែក្រវ៉ាត់ទូទៅបង្ហាញមុខងាររបស់ឌុបស្វលើផ្ទៃខាងក្រៅតែមុខងាររបស់ខ្សែក្រវ៉ាត់កុងសៀលមានរចនាសម្ព័ន្ធពិសេសដែលអាចលាក់ឲ្យមិនឃើញជំហានដំបូងគឺកំណត់ទីតាំងដែលត្រូវដេរនិងសម្គាល់ទីតាំងនោះបន្ទាប់មកប្ដូរផ្នែកសង្កត់ទៅប្រភេទដែលជំនួយក្នុងការដេរយ៉ាងងាយដោយផ្ដោតលើការប្រើសង្កត់ខ្សែក្រវ៉ាត់កុងសៀលដែលមានលក្ខណៈប្រើសម្រាប់ឌុបស្វបន្ទាប់មកយើងត្រូវដេរខ្សែក្រវ៉ាត់ទៅផ្ទៃខាងមុខដោយផ្ដោតសំខាន់លើការសម្គាល់ទីតាំងដេរត្រូវដេរយ៉ាងល្មមក្នុងផ្នែកជាប់នឹងឌុបស្វដើម្បីឲ្យខ្សែក្រវ៉ាត់បិទបានលាក់ស្អាតក្រោយពីដេរផ្នែកខាងមួយរួចត្រូវធ្វើសម្គាល់ទីតាំងដេរខាងផ្សេងដើម្បីឲ្យទាំងពីរចំជើងគ្នាបន្ទាប់មកយើងដេរផ្នែកខ្សែក្រវ៉ាត់ខាងទី2ដោយធ្វើការប្រើជាក់លាក់កុំឲ្យមានការប្រឈមឬខុសទីតាំងដើម្បីផ្ដល់ភាពស្អាតស្រស់ក្រោយបញ្ចប់ការដេរយើងត្រូវពិនិត្យមើលថាតើការដេរលីវត្រឹមត្រូវឬអត់ហើយជៀសវាងចំណុចដែលអាចមានការមិនស្អាតបន្ថែមទៀតប្រសិនបើមានសាច់ក្នុងត្រូវដេរបន្ថែមដោយផ្ដោតលើការសម្គាល់និងប្រើកន្ត្រៃដើម្បីកាត់ត្រង់កែងនៅចុងក្រោយយើងត្រូវប្រើដែកអ៊ីត្រូនដើម្បីធ្វើឲ្យការដេរមានភាពស្អាតស្រស់ដោយធ្វើតាមជំហានទាំងនេះយើងអាចដេរខ្សែក្រវ៉ាត់កុងសៀលដោយមានលក្ខណៈស្រស់ស្អាត